เคអញ្ចឹងបន្ទាប់ពីយើងធ្វើការកំណត់ដូចជា customize នៅកម្មវិធី Word ហើយអញ្ចឹងបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការកំណត់នៅ page setup អូខេអញ្ចឹងនៅក្នុងកម្មវិធី Word page setup នេះគឺវាសំខាន់ព្រោះថាបើសិនជាយើងមិនបានរៀបចំវាមុននឹងធ្វើការសរសេរអត្ថបទទេគឺនៅពេលដែលយើងសរសេរវាតាមក្រោយគឺវានឹងធ្វើឲ្យអត្ថបទយើងញ៉ៃញ៉ៃឬពិបាកសរសេរចេញទូទៅគឺយើងធ្វើការកំណត់នៅ page setup នឹងមុនពេលយើងសរសេរឯកសារផ្សេងៗអូខេអញ្ចឹងយើងបើកកម្មវិធី Word ហើយចូលកន្លែង layout តើមកមានកន្លែង page setup ចុចចែកហ្នឹងមកអូខេនេះ top កម្ពស់ខាងលើនេះហើយ bottom ខាងក្រោមleft ខាងឆ្វេងមានន័យថាចម្ងាយពីតិច boundary មកខាងឆ្វេង right កំណត់ពីស្ដាំតិច boundary មកស្ដាំប្រហែល1សង់ទីម៉ែត្រអូខេជាការកំណត់ហ្នឹងគឺខុសៗគ្នាអាស្រ័យទៅលើឯកសារជាការចំពោះសម្រាប់និស្សិតគឺគេមានចំពោះសម្រាប់ assignment អញ្ចឹងទៅគឺគេមានឯកសារដើម្បីឲ្យសរសេរតើគេយក top ប្រមាណ left right bottom ប្រមាណគេយើងកំណត់តាមគេមកអូខេអញ្ចឹងឧទាហរណ៍ខ្ញុំកំណត់យក22ចុះអញ្ចឹងខ្ញុំវាយ22នេះមកតើមកកំណត់กระดาษផ្ដេកឬក៏បច្ឆោណាអញ្ចឹង portrait ហ្នឹងបច្ឆោ landscape ផ្ដេកអូខេអញ្ចឹងយកបច្ឆោមកតើមកទៀត paper គឺយើងយកជា A4 អូខេអញ្ចឹងយើងកំណត់ប៉ុណ្ណឹងហើយយើងអាចចាប់បានសរសេរអត្ថបទបានហើយអញ្ចឹងមួយទៀតក្នុងករណីដែលអ្នកទាំងអស់គ្នាចង់ឲ្យpage setup ដែលយើងបានកំណត់ហើយនោះគឺវាចាប់យក automatic នៅពេលដែលយើងបើកកម្មវិធី Word គឺយើងអាចធ្វើបន្តអញ្ចឹងឧទាហរណ៍បើករណីខ្ញុំបន្តកំណត់ទេពេលខ្ញុំបិទឧទាហរណ៍ពេលខ្ញុំបិទឧទាហរណ៍ខ្ញុំសេឯកសារនឹងមួយចុះខ្ញុំ save ទោះបីខ្ញុំ save ដាក់ desktop មួយទៅឧទាហរណ៍3ចុះអញ្ចឹងនៅពេលដែលខ្ញុំបើកកម្មវិធី Word មកម្ដងទៀតអញ្ចឹងនៅពេលដែលខ្ញុំចូលកន្លែង page setup នឹងដដែលអូខេអញ្ចឹងអ្នកទាំងអស់គ្នាឃើញទេអញ្ចឹងការកំណត់របស់ខ្ញុំមិញគឺវាប្រែប្រួលគឺវាអត់ចាប់យក automatic នៅពេលដែលខ្ញុំបើក Word នេះអូខេអញ្ចឹងដើម្បីវាចាប់ automatic អ្នកទាំងអស់គ្នាចូលកន្លែងហ្នឹងហើយកំណត់តាមអ្វីដែលអ្នកទាំងអស់គ្នាចង់បានតមកទៀតនេះយើងយកខាងក្រោមនេះណា set as default យេមកអូខេអញ្ចឹងពេលខ្ញុំសេឯកសារម្ដងទៀតខ្ញុំ save អូខេអញ្ចឹងនៅពេលខ្ញុំបើកកម្មវិធី Word មកម្ដងទៀតមកអ្នកទាំងអស់គ្នាត្រឡប់ទៅមើល page setup ម្ដងទៀតអញ្ចឹងយើងឃើញថាការកំណត់ page setup របស់យើងគឺវាចាប់យក default ហើយមានថានៅពេលយើងបើក Word មកគឺវាចាប់ទំហំប៉ុណ្ណឹង automatic យើងមិនចាំចូលកំណត់ម្ដងទៀតទេអូខេអញ្ចឹងតើតើជាមួយនឹងការកំណត់នៅ page setup នេះគឺមានតែប៉ុណ្្នឹងឯណាហើយរងចាំតាមដានវីដេអូបន្តទៀតសូមអរគុណ